สตรีម្នាក់បានកាមេរ៉ាសុវត្ថិភាពផ្ទះរបស់នាងនាងភ័យស្លុតពេលដឹងថាមានបរិយាចម្លែកលូនៅក្រៅគ្រែរបស់នាងរាល់យប់នៅពេលនោះជនខិលខូចនោះកំពុងលាក់ខ្លួននៅក្រៅជើងនាងជាងរបស់នាងញ័រដោយសារភាពភ័យខ្លាចប៉ុន្តែនាងមិនហ៊ានធ្វើចលនាទេមីយ៉ាភ្ញាក់ពីគេងមកឈឺខ្លួនរហឹបដូចជានាងបានប្រយុទ្ធយ៉ាងខ្លាំងក្លាជាមួយនរណាម្នាក់នៅពេលយប់ប៉ុន្តែនាងរស់នៅម្នាក់ឯងគ្មាននរណាម្នាក់នៅក្នុងផ្ទះទេនាងមិនអាចយល់បានទេអ្វីដែលនាងមិនដឹងគឺថារាល់យប់មានបរិសម្នាក់លូនចេញពីក្រៅគ្រែរបស់នាងប្រើថ្នាំសម្លាប់សត្វល្អិតបន្ទាប់មកប្រើរបស់នាងដុសធ្មេញនិងងូតទឹកបន្ទាប់មកគាត់ដាក់របស់ទាំងអស់នៅកន្លែងដើមវិញហើយសម្អាតដានរបស់ខ្លួនយ៉ាងប្រុងប្រយ័ត្ននៅពេលគាត់ធ្វើរួចគាត់នឹងលូនចូលទៅក្នុងគ្រែរបស់នាងហើយពេលពួកគេគេងលក់ព្រឹកបន្ទាប់គាត់នឹងក្រោកពីគេងតន់ពេលញ៉ាំអាហារពេលព្រឹកហើយចែកចេញដោយស្ងៀមស្ងាត់នៅថ្ងៃបន្ទាប់នៅពេលដែលមីយ៉ាចាក់ទឹកដោះគោនាងក៏សម្គាល់ឃើញថាវាអស់លឿនជាងធម្មតានាងមានការសង្ស័យបន្តិចបន្តួចប៉ុន្តែនាងប្រញាប់ទៅធ្វើការហើយមិនបានគិតច្រើនអំពីវាទេមុនពេលចាក់ចេញនាងបានហៅខោក្នុងបរោះនៅលើរានហើហើយដាក់ស្បែកជើងបរោះនៅមាត់ទ្វារដើម្បីធ្វើឲ្យវាហាក់ដូចជាមានបរោះម្នាក់រស់នៅទីនោះដើម្បីកុំឲ្យនាងត្រូវបានជនខិលខូណាម្នាក់កំណត់គោលដៅប៉ុន្តែភ្លាមនៅពេលដែលនាងដើរចេញមកនាងបានកត់សម្គាល់ឃើញថាមានអ្វីមួយខុសប្រត្រីនាងចាំច្បាស់ថានាងបានចាក់សោទ្វារហើយបាត់គម្របគន្លឹងនៅពេលនាងចូលមកប៉ុន្តែលើនេះគម្របពិតត្រូវបានបើកដើម្បីសុវត្ថិភាពមីយ៉ាបានផ្លាស់ប្ដូរលេខកូដភ្លាមហើយប្រញាប់ទៅធ្វើការប៉ុន្តែនៅពេលនាងត្រឡប់មកផ្ទះវិញនៅយប់នោះនាងបានឃើញគម្របគន្លឹងត្រូវបានបើកម្ដងទៀតបន្ទាប់ពីសួរនាំនាងបានដឹងថាម្ដាយរបស់នាងបានមកដល់នាងមិនអាចចូលបានទេព្រោះលេខកូដត្រូវបានផ្លាស់ប្ដូរដូច្នេះនាងក៏ចេះចេញទៅមីយ៉ាបានធូរស្រាលប៉ុន្តែនៅពេលដែលនាងហាប់នឹងចូលគេងនាងបានឮសូរសំឡេងជើងនៅខាងក្រៅទ្វារមិនយូរប៉ុន្មានក៏មាននរណាម្នាក់ចាប់ដើមបង្វិលកូនសោបន្ទាប់ពីសំឡេងនោះបាត់ទៅទាំងស្រុងនាងក៏លួចមើលតាមរន្ធមើលប៉ុន្តែមិនឃើញនរណាម្នាក់នាងបើកទ្វារហើយមើលជុំវិញសាលាធំប៉ុន្តែវានៅតែទទេស្អាតគិតថាប្រហែលជាមាននរណាម្នាក់ទៅខុសទ្វារប៉ុន្តែនៅពេលដែលនាងមើលចុះក្រោមនាងបានឃើញគូតបារីនៅលើដីកាន់តែនាងគិតកាន់តែនាងភ័យខ្លាចនាងក៏ទូរស័ព្ទទៅប៉ូលីសភ្លាមប៉ុន្តែប៉ូលីសទាំងអស់គិតថានាងគិតច្រើនពេកមីយ៉ាបានរាយការណ៍ពីឧបទ្ទហេតុស្រដៀងគ្នានេះពីមុនមកប៉ុន្តែគ្មាននរណាទេដែលខ្វះសម្ភារៈភស្តុតាងប្រឈមមុខនឹងការឆ្លើយតបនោះនាងគ្មានជំរឿអ្វីក្រៅពីបបងពីចោលប៉ុន្តែបន្ទាប់ពីប៉ូលីសចាត់ចេញទៅនៅតែមានអារម្មណ៍មិនស្រួលមានតែបន្ទាប់ពីប្រកាសថាគ្មានសម្លេងនៅខាងក្រៅទើបនាងហ៊ានបិទភ្លើងហើយចូលគេងនាងមិនដឹងទេបន្ទាប់ពីនាងគេងលក់មានបរិសម្នាក់បានដើរចេញពីបន្ទប់ទៅទៀតនៅថ្ងៃបន្ទាប់មីយ៉ាត្រូវបានដាក់ដោយសម្លេងរត់ទីរបស់នាងមានអារម្មណ៍វិលមុខទៀតនៅពេលនាងក្រោកឡើងដើម្បីគេចចេញពីជីវិតដែលគួរឲ្យភ័យខ្លាចនេះមីយ៉ាបានឈប់សម្រាកមួយថ្ងៃដើម្បីគ្រោងនឹងផ្លាស់ទៅកន្លែងផ្សេងទៀតប៉ុន្តែតម្លៃផ្ទះបានកើនឡើងយ៉ាងខ្លាំងមិនត្រឹមតែកន្លែងទាំងនោះអាក្រក់កន្លែងបច្ចុប្បន្នរបស់នាងទេវាក៏ថ្លៃជាងដែរជាមួយនឹងថវិកាដ៏តឹងរ៉ឹងរបស់នាងមីយ៉ាគ្មានជំរឿអ្វីក្រៅពីបន្តស៊ូទ្រាំនោះទេ